ពិធីបុណ្យបច្ច័យ4នឹងចម្រើនបញ្ជនសូមកោក្រាមមានបាសិកានេះណាចេះព្រមរតនេអត់សម្លេងព្រោះអត់ចិនសូមអនុមោទនាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสะริกิริยานะมาสกาถวายวงกลมในขยมព្រះករុណាចូលមានដល់អង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរត្រង់ត្រាស់ដឹងនៅញយធម៌ទាំងពួងមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយព្រះសត្យធម្មឯណាជាធម៌ប្រកបដោយអង្គគន្លងដំណើរនៃព្រះអរិយបុគ្គលជាម្ចាស់ជាផ្លូវដ៏ត្រង់ក្នុងកិរិយាយ៉ាងជាន់ពៀនឲ្យចូលទៅកាន់ព្រះនាពៀនបានព្រះធម៌នៃជាធម៌ធ្វើឲ្យត្រជាក់រងាប់ផងនៅភ្លើងតងដ៏អត់ដំជាគុណយ៉ាងសានឲ្យចេញចាកសង្សារទុក្ខខ្ញុំព្រះករុណាព្រះសត្យធម្មនោះដោយគោរពសូមប្រវត្តិសត្វចូលរួមរតនេពធជាមួយខ្ញុំដូចតទៅព្រះសត្យធម្មជាស្គរជ័យព្រះវិន័យជារាំងធំព្រះសរជាខ្សែរងព្រះអភិធម្មជាស្បាយណាស់សាច់ជន់លោសម្រាប់តងលើច្បាស់សត្វលោងអើយណាស់លើស្គរដាស់ក្រោកឡាវ៉ាបរិស័ទបុណ្យចំពោដោយការឈោក្នុងជលតាកលាផចាំសោចានរៀនដឹងរៀងដោយរាំងស្មៃព្រះធម៌
ជាសោសារៀងឡើងចាចារៀងស្អីមកភ្លើលោកទាំងបីឲ្យយល់ផ្លូវឋានសុខខាសូមអនុមោទនាសុខាសធម្មទេសនាការស្ដាប់ពធទេសនាបាននៅសេចក្តីសុខសូមអនុមោទនាពិស្ងាត់ពុទ្ធបរិស័ទសាធុកីឡាមួយសូមអនុមោទនាសូមរតនានុគ្រោសម្ដែងធម៌ទេសនាខ្ញុំកណ្ណាសូមនមស្ការចំពោះព្រះរតនត្រ័យដោយសេចក្តីគោរពជ្រះថ្លាសពកាលសូមគោរពចំពោះអស់លោកពុទ្ធបរិស័ទទាំងអស់មានលោកអាចារ្យដឹកនាំកម្មវិធីបុណ្យហើយនឹងទានាធិបតីលោកគ្រូឧទេសសាចារ្យអស់លោកពុទ្ធបរិស័ទទាំងអស់ដោយសេចក្តីគោរពរាប់អានក្នុងពធនៅក្នុងពិធីបុណ្យបច្ច័យ4និងចម្រើនជនមីយុជូនឧបាសកកោះសរុននិងឧបាសិកាឈុតខតនិងឧទ្ទិសកុសលជូនអ្នកម្ដាយធ្លោកនឿនកូនចៅទាំងអស់គ្នានឹងផ្ដើមកម្មវិធីបុណ្យនេះឡើងដែលប្រារព្ធតាំងពីថ្ងៃ14រោចខែចែកសិលមិញនឹងរហូតដល់ថ្ងៃមួយកើតខែពិសាខក្នុងពុទ្ធសករាជ2568ហ្នឹងហើយក្នុងវេលាពេលព្រឹកទី27មេសា2025នេះនៅចិត្តដល់ផ្សារកំពង់ក្ដីស្ពានកំពង់ក្ដីនឹងដោយទានាធិបតីទាំងអស់ដែលបានរាយនាមក្នុងកម្មវិធីនឹងមានប្អូនស្រីណារីយ៉ាហើយវយ៉ាហ្នឹងឯងជាដើមនឹងដែលបានរាប់អានខ្ញុំកណ្ដាខ្ញុំបាទដើម្បីបានឱកាសពោលសម្ដែងនៅពធជាធម្មទានមានសេចក្តីជ្រះថ្លាដែរដល់លោកអាចារ្យបាញ់មិញបានពោលនៅប្រសូតផតទេក្រាបទេសូតស្ដាប់ហើយក៏ចាំប្រកាយចាំផងបាទហ្នឹងហើយគឺរស់បុគ្គលដែលមានរាត្រីមួយដកចម្រើនហ្នឹងហើយអស់លោកពុទ្ធបរិស័ទទាំងអស់នៅក្នុងជីវិតយើងដែលមានសភាពមិនទៀងទាត់ហើយតិចតួច
តិចតួចហើយក៏មិនទៀងហើយក៏ជាទុកនៃសោតយើងរស់នៅទាំងសភាពភ័យខ្លាចឬក៏ការមិនទុកចិត្តហ្នឹងហើយมันអាចមានអ្នកណាមួយទុកចិត្តនៅជីវិតនេះបានទេមានតែសេចក្តីប្រមាទទេដែលទុកចិត្តជីវិតនេះហ្នឹងហើយកាលណាបើมันមានសេចក្តីប្រមាទហើយជីវិតទាំងមូលនេះมันមានអ្វីដែលគួរឲ្យទុកចិត្តបានទេព្រោះវាប្រែប្រួលគ្រប់ពេលទាំងពួងហ្នឹងហើយប្រែប្រួលឥតឈប់ឈរឥតទំនេរអត់មានអ្នកណាបង្គាប់បញ្ជាឲ្យតាំងនៅថិតថេរយូរអង្វែងបានទេរូបកាយនេះតាំងនៅប៉ុណ្ណេះគឺមានហេតុមានបច្ច័យដើម្បីឲ្យតាំងនៅហើយក៏មានហេតុមានបច្ច័យដែលនាំឲ្យរលត់បាត់បែកធ្លាយទៅរូបរាងកាយយើងទាំងមូលហ្នឹងដូចជាដុំពពកមួយដុំនៅលើមេឃចឹងដែលវាអាចដុំបានហ្នឹងដោយសារខ្យល់ផាត់ទៅផាត់មកក៏ដុំទៅហើយក៏រលាយទៅវិញក៏ដោយសារខ្យល់នឹងដដែលហ្នឹងហើយដុំពពកខ្លួនឯងហ្នឹងអត់មានសមត្ថភាពប្រមូលផ្ដុំខ្លួនឯងឲ្យទៅជាកកដុំអីបានទេដោយសារតែខ្យល់ទេយ៉ាងណាមិញរូបរាងកាយខ្លួនឯងនេះដែលមានសមត្ថភាពរស់បានក៏ដោយសារតែមានហេតុមានបច្ច័យគ្រប់គ្រាន់ហ្នឹងហើយមានកុសលអកុសលឬក៏អវិជ្ជាតណ្ហាឧបាទានកម្មអាហារជាបច្ច័យទៅធ្វើឲ្យរូបកាយនឹងតាំងនៅទៅហើយដល់ទៅវាបាត់បែកធ្លាយពុកផុយទៅវិញទៅក៏ដោយសារតែបច្ច័យទាំងអស់នឹងវារលត់ទៅហ្នឹងហើយអញ្ចឹងបានន័យថាមកទូខ្លួនមករូបរាងកាយទាំងមូលនេះដែលយើងរស់នៅឥឡូវនេះមិនជារបស់មមតំថិតថេរឬក៏មានសារៈខ្លឹមសារអស្ចារ្យអីទេអញ្ចឹងមិនមានសារៈមិនមានខ្លឹមមិនមមតំអីទេវាជារបស់ពុកផុយសម្បើមណាស់ត្រូវឈឺក៏ឈឺត្រូវស្លាប់ក៏ស្លាប់ទៅចឹងហើយបានជាកូនប្រុសស្រីនឹងនឹកឃើញគុណឧបការៈនឹងធ្វើបុណ្យចម្រើនជន្មាយុថែមទៅទៀតព្រោះរូបកាយដែលអាចតាំងនៅបាននឹងដោយសារបុណ្យនឹងឯងមានអាយុយូរវែងអន្លាយយ៉ាងណាក៏ដោយសារកម្មរៀបចាត់ចែងទាំងអស់វាអត់មាននៅក្រោមការចង់បានរបស់សត្វណាមួយទេអ្នកដែលចង់បានអាយុវែងប៉ុណ្ណាក៏ដោយវាអត់មានកុសលនាំឲ្យវែងហ្នឹងនៅតែអត់វែងអញ្ចឹងនៅតែខ្លីដដែលហ្នឹងពីព្រោះរឿងនេះវាមិនមែនជារឿងរបស់អ្នកណាដែលចង់បានហើយបានតាមចង់ទេខ្វះអីអ្នកដែលចង់រស់ប៉ុន្តែស្រាប់តែមិនរស់ត្រូវស្លាប់តាំងពីក្មេងទៅក៏មានដែរហ្នឹងហើយស្លាប់តាំងពីក្មេងទៅអត់រស់បានទេហើយយើងនៅរស់បានប៉ុណ្ណេះហ្នឹងគឺចាត់ទុកថាល្អហើយក៏មិនអាចទុកចិត្តថានឹងយូរអង្វែងតទៅទៀតអមតៈអីមិនគួរទុកចិត្តកើតទេព្រោះសភាពរបស់ការមិនទៀងដែលធ្លាក់ចូលទៅនៅក្នុងរូបកាយនេះគឺមានគ្រប់ពេលវេលាទាំងអស់ព្រះអង្គសម្ដែងអជារង្វតយ៉ាងកាយយោគឺកាយនេះមិនតាំងនៅយូរប្រមាណវានឹង
bài thlia từ đôi chiang cọt ở đâu phải giỏi miền là ngày chẳng ru cài ní bởi vì tăng nâu tế của thai tòm tới nó thai tòm dựng treo ca ngụt tật ao dựng treo ca mình chọc bài tật ao khôn ai bàn rồi nó chia phê rẹ rồi bỏ dương thông á lòng ca chân châm ru cài mùi nó chia phê rẹ rồi bỏ dương tục làm bạc rục khnia nâng nhẹ vì mong buồn mong pram mong và mùi nó cứ chập đam từ tục tật ngụt ấy rồi ha phê prật ấy chân tàu hay rồi ngay thành chân tục làm bạc này dương mơ thai thăm ở đa chân tới vấn tế trong mình trẻ thà tôi bây chỉ mơ thai và bàn ná tinh tiết tới có việc bài clear năng hơi vấn tế dương đăng sẽ ba thả ru biển cài nắng trâu bài clear hơi tài dương miền ở vây làm bay ban chỉ ti pưng môn đằng bài clear nắng dương xoay rộng được ti pưng môn đằng bài clear nắng xoay rộng được ti pưng rạp khuôn ai nâng ạ vì pro nhiều viên đi rồi có tụt mùi ní vì phục hồi hơi vì lục thlia cả đa cho là xa hơi lời ní thlia bà đa hơi tụt nâng mình ai lòng cắt mà ha sầm một bàn tê này ru cái đôi tụ chả lịch cục cả lại hầu tật trồi cục cả lại chẳng bài tật lên trên này hay nó về hầu triệp tình tích che tại bài bàn chẳng tới bài thông mó hầu tật trồi mó cứ thà về lịch trồi không tình lệ sầm một đằng hai miền này thà ru ca dưỡng sư tỉnh túi có bật bột liệp ấy khla tư vờ mục tỉnh túi liệp preng cả la tư nè vờ khlang men tên rồi pet đã sờ rôm đã ấy chân tư chia ban mà đong nó có o mà nhạ tư sư mà đong tiết rồi pet tiết ban chia một bánh có o tăng tư anh đang dương chơi tại bật bột liệp đôi bài tật tranh bị tục chàng chân đó phần tay đo từ vì lịch thông men tên bài lên chứ nè vì trâu từ lịch vì bạn này thả biết để khăn men tên một đó cứ trâu slap từ pet đá của pet mình từ tua đấy mưa lên chi hơi nè miên phần đá của mình ai rụt bản đã nằm bộ cài dạng đá có mình ai to dục bàn là ngày chẳng dương rộp tì pừng môn nâng từ môn nâng chạ cho nhà hơi đấy còn là chia sẻ đây đá hôm nay và thua nắng chẳng cô thà môn nâng tranh đầm nà môn nâng tranh đầm nà vịt chọc biếng ha phôi chun sầm liệm pẹ tranh đầm nà phơi ngày ở lô bột bò đi sạtตองอ้อคือแต่งยมบาแต่งเหยียดโยมตองอ้อยืนกลมแต่เฟื่อดำนาเพลย์ง่ายเอกะจะรังแต่มันได้ไอเต้แต่มันได้ไอเต้ไอง่ายดูง่ายแสนง่ายที่สังสาระกันตาระวัดด่านนี่ที่เพลย์ง่ายนะนั่นไงไม่ก็ทำมันได้ไอในจุ่มกีไอมากันโนจังนะสมบัยในจุ่มกีจุ่มไอก็ชั่วทำมันได้ไอได้ปีโปรไอชื่อมันได้ไอแม่ได้แต่ยันโยมchoทำเมียนโกนใจหมดสู้สกตกได้เนาะcáiสู้สกตกปันใต้เนี่ยได้เนี่ยชื่อยืงเนี่ยชื่อเป็นนักเมียนเนี่ยได้หมดชื่อจุ่มนูยืงบานเต้อาเต้สมบัยบองพระองค์เงียดมัดไอหมอสะสู้สกตกปัญนะเราตัวเนี่ยชื่อคือยืงเนี่ยชื่อแต่ได้หลัง
ហើយដល់ទៅស្លាប់ទៀតគឺយើងស្លាប់តែឯងទៀតអញ្ចឹងបានដំណើរជីវិតនេះគឺម្នាក់ឯងទេអ្នកនៅជុំវិញខ្លួនឯងទាំងអស់គ្នាហ្នឹងក៏ម្នាក់ឯងរៀងខ្លួនដូចតែគ្នាទេដូចគ្នាទេប៉ុន្តែមនុស្សវាភ័ន្តច្រឡំត្រង់ថាយើងមានគ្រួសារយើងមានបងប្អូនអីចឹងទៅវាច្រឡំថាមានគ្នាអាហ្នឹងក៏តែគ្នាខាងក្រៅដល់ទៅដំណើរត្រាច់រង្គាត់ពីមួយអត្តភាពទៅមួយអត្តភាពទៅទុក្ខតិឬក៏សុគតិគឺតែឯងទេជីវិតហ្នឹងគឺអញ្ចឹងតែឯងអញ្ចឹងយើងវិចខ្ចប់នៅស្បៀងចំណីអាហារសម្លៀកបំពាក់ទាំងអស់នេះគឺទុកសម្រាប់ឲ្យខ្លួនឯងតែម្នាក់ឯងបានប្រើប្រាស់ជាស្បៀងដែលមិនចេះជូរផ្អូមខូចគឺកុសលធម៌ជាស្បៀងដ៏ប្រសើរបំផុតហ្នឹងហើយបុណ្យកុសលហ្នឹងជាស្បៀងដ៏ល្អបំផុតរបស់យើងវិចស្រូវវិចអង្គអីក៏មិនស្មើនឹងបុណ្យដោយយើងថាទៅស្រុកឆ្ងាយមានតែប្រាក់ទៅបាយក៏នៅនឹងប្រាក់ហ្នឹងកន្លែងដេកពួនអីក៏នៅនឹងប្រាក់ហ្នឹងទាំងអស់មានលុយណាបាទអាហ្នឹងយើងធ្វើដំណើរទៅស្រុកឆ្ងាយយើងមានលុយកាក់ខន់ចាយលុយហ្នឹងពិសេសហ่ะប៉ុន្តែមានរបស់ពិសេសជាងលុយហ្នឹងទៅទៀតគឺអីញាតិញោមបាទសាធុគឺបុណ្យហ្នឹងពិសេសជាងលុយហ្នឹងទៅទៀតពីព្រោះលុយចាយតែនៅមានជីវិតទេនៅមានជីវិតហ្នឹងយើងត្រូវការលុយជាចាំបាច់ប៉ុន្តែដល់ជីវិតហ្នឹងអស់ទៅគឺលុយប្រើលែងកើតហើយប្រើលែងបានហើយបើមិនជឿយើងគិតមើលអ្នកស្លាប់ដែលមានប្រាក់ប្រមាណលុយប្រមាណហ្នឹងអត់មានបានទៅតាមខ្លួនសំបីមួយរៀលអញ្ចឹងបានន័យថាអ្នកហ្នឹងអត់ប្រើលុយហ្នឹងបានទៀតទេអញ្ចឹងអ្វីដែលអ្នកស្លាប់ប្រើទៅបានហ្នឹងគឺអីបុណ្យហ្នឹងដដែលអញ្ចឹងក្នុងគណៈនេះដែលយើងត្រូវសិក្សាហ្នឹងគឺយើងកំពុងតែធ្វើស្បៀងឲ្យខ្លួនឯងដោយកូនចៅប្រុសស្រីធ្វើបុណ្យចម្រើនបជនជូនមេដាបិតាអញ្ចឹងទៅឬក៏ឧទ្ទិសកុសលអីអញ្ចឹងទៅគឺថាកំពុងតែធ្វើស្បៀងហ្នឹងហើយឲ្យលោកអ្នកមានគុណហ្នឹងបានស្បៀងនេះគឺកុសលធម៌ជាបច្ច័យ4ទៅកាន់បរលោកបានគឺកុសលនឹងឯងបច្ច័យ4ក្នុងបច្ចុប្បន្នគឺប្រើប្រាស់សម្រាប់បច្ចុប្បន្នចៃវរៈបណ្ឌបាតសេនាសនៈកិលានៈភេសជ្ជៈហ្នឹងគឺជាបច្ច័យសម្រាប់ប្រើប្រាស់បច្ចុប្បន្នតែនៅក្នុងអនាគតក៏ត្រូវមានបច្ច័យ4សម្រាប់អនាគតដែរដូចយើងថាយើងបរិភោគអាហារពេលនេះស្អែកក៏ត្រូវបរិភោគទៀតដែរអញ្ចឹងយើងត្រូវដោះស្រាយថ្ងៃស្អែកទៀតណាមិនមែនថ្ងៃនឹងហើយចប់ឯណាទុកស្អែកហើយខែក្រោយឆ្នាំក្រោយតទៅទៀតជីវិតយើងក៏ដូចគ្នាបច្ចុប្បន្ននេះយើងរស់អាស្រ័យបុណ្យអនាគតហ្នឹងក៏ត្រូវតែទីពឹងបុណ្យទៀតដែរតែអត់បុណ្យអត់អាចរស់បានក្នុងអត្តភាពជាមនុស្សអញ្ចឹងទេត្រូវការអាហារតលតែបុណ្យហ្នឹងបានអាចនាំឲ្យមានអាហារបរិភោគត្រូវការស្លៀកពាក់តលតែមានបុណ្យហ្នឹងបានអាចមានសម្លៀកបំពាក់អត់បុណ្យហ្នឹងអត់មានសម្លៀកបំពាក់ទេត្រូវការពិសាទឹកអីបន្តិចបន្តួចសុទ្ធតែត្រូវការបុណ្យទាំងអស់បានអាចបរិភោគបានអត់បុណ្យអត់មានអីបរិភោគតែម្ដងបរិភោគមិនកើតដូចប្រែតដែលមានមាត់ប៉ិនជុលអញ្ចឹងណាទឹកពេញស្ទឹងតែប្រែតនឹងអត់អាចក្រេបទឹកនឹងឲ្យបាត់ស្រេកបានទេ
ហើយមៀតប្រប៉ុនភ្នំមាត់ប៉ិនមកជុលហើយស្រេកនោះមហាស្រេកហ្នឹងហើយអត់មានប៉ុនអាចផឹកទឹកបានណាកាលណាដែលអត់មានប៉ុនអាចផឹកទឹកបានគឺថានៅតែស្រេកចឹងទៅវាមិនខុសពីមនុស្សយើងចឹងទេពេលខ្លះមានទ្រព្យមានសម្បត្តិមានអាហារដែរប៉ុន្តែសុខភាពបរិភោគមិនបានគេមិនអោយបរិភោគបានទេព្រោះទឹកនោមផ្អែមហើយអីចឹងទៅអាហ្នឹងមានតែរបស់ហ្នឹងតែអត់អាចបរិភោគបានចឹងណាអញ្ចឹងយើងពិចារណាអំពីស្បៀងតទៅទៀតថាតើកុសលអ្វីខ្លះដែលដើរតួនាទីសំខាន់ជាស្បៀងបញ្ជូនយើងឲ្យបានសេចក្តីសុខតាំងពីនៅក្នុងโลกនេះនិងតទៅមុខទៀតតើស្អីខ្លះទៅទានដែលយើងបានធ្វើរឿយមានការលះបង់រឿយនេះការឲ្យទានអ្នកគឺប្រែថាការឲ្យហ្នឹងការឲ្យទៅអ្នកដតីឲ្យបដិគេអកៈឬក៏ថាជូនប្រគេនអីហ្នឹងទានទាំងអស់ដែលយើងបានធ្វើហ្នឹងគឺជារបស់យើងរូបភាពខាងក្រៅយើងឲ្យទៅអ្នកដតីឲ្យមាសឲ្យប្រាក់លុយកាក់បច្ច័យ4ជូនទៅអ្នកដតីណាមួយអញ្ចឹងទៅយើងរូបភាពគឺឲ្យដាច់ពីយើងហ្នឹងឲ្យទៅគេប៉ុន្តែប៉ុនមកយើងទាំងអស់ណាហើយតែកន្លែងទីពឹងហ្នឹងគឺបានឲ្យហ្នឹងតែម្ដងគឺបានឲ្យឬក៏បានលះបង់ហ្នឹងតែម្ដងទីពឹងកន្លែងហ្នឹងបុគ្គលណាមិនបានលះបង់អត់ដែលបានលះបង់អ្វីជាទានណាបុគ្គលហ្នឹងអត់មានបុណ្យបានទទួលផលទេព្រោះអត់ដែលបានលះបង់អីធ្វើទានសោះចឹងហើយបានជាមនុស្សយើងកើតមកគឺខុសគ្នាខ្លះមានខ្លះក្រហើយអញ្ចឹងគឺដោយសារតែផលនឹងឯងអ្នកមួយបានធ្វើទានមួយអត់បានធ្វើវាខុសគ្នាអញ្ចឹងបញ្ជាក់ឲ្យឃើញថាទាននឹងដែលបុគ្គលណាបានធ្វើឲ្យបុគ្គលនោះហាក់បីដូចជាកប់ទុកសម្រាប់ខ្លួនឯងអ្នកដែលបានធ្វើទានណារូបភាពដែលយើងឃើញហ្នឹងគឺអ្នកនោះលះអស់ពីខ្លួនប៉ុន្តែធាតុពិតគឺកំពុងតែសន្សំទុកឲ្យខ្លួនឯង 100% អត់មានបាត់សូម្បីប៉ិនជំរាកសក់អត់មានបាត់ទេធ្វើតិចបានតិចធ្វើច្រើនបានច្រើនធ្វើរបស់ល្អបានរបស់ល្អធ្វើរបស់សៅមងបានរបស់សៅមងអានឹងចេតនាណារបស់សៅមងក្នុងទីនេះសំដៅដល់ចេតនាដែលមានចេតនាឲ្យរបស់សៅមងអានឹងបានមកវិញរបស់សៅមងអញ្ចឹងហ្នឹងហើយអញ្ចឹងពុទ្ធបរិស័ទអាចពិចារណាបានថាបុគ្គលអ្នកធ្វើទានហ្នឹងគឺជាការធ្វើទុកសម្រាប់ខ្លួនឯងទេហើយអ្នកកំណាញ់ធ្វើទានមិនបានហ្នឹងព្រោះគិតថាវាអស់ពីខ្លួនបានជាធ្វើមិនកើតមកពីគិតថាវាអស់ពីខ្លួនឯងដោយញាតិញោមពុទ្ធបរិស័ទធ្លាប់យកប្រាក់ទៅដាក់ធនាគារមានអារម្មណ៍មួយថាទៅឲ្យធនាគារទៅទេមិនទេគឺដឹងថាទៅដាក់ហ្នឹងទុកសម្រាប់អ្នកណាបាទគឺទុកសម្រាប់ខ្លួនឯងបានជាហ៊ានយកទៅដាក់ប្រមាណក៏មិនស្ដាយដែរព្រោះគិតថាដាក់នៅក្នុងធនាគារគឺយើងបើកយកពេលណាវិញក៏បានដែរនឹងឧទាហរណ៍អញ្ចឹងទៅចោះបានជាយើងមិនកំណាញ់ជាមួយធនាគារទេយើងយកទៅដាក់ផ្ញើទុកអីអញ្ចឹងអ្នកដែលគេផ្ញើទុកហ្នឹងដើម្បីមានសុវត្ថិភាពខ្ពស់យ៉ាងណាមិញលោកអ្នកដែលធ្វើទានហ្នឹងណាគឺគិតថាដូចយក
ប្រាក់ទៅដាក់ធនាគារឬគឺលើសអំពីធនាគារទៅទៀតពីព្រោះធនាគារយើងស្លាប់ទៅវាមិនអាចផ្ញើឲ្យយើងទៅកាន់ជាតិមុខទៀតបានទេបានត្រឹម1រស់ហ្នឹងប្រើប្រាស់បានប៉ុន្តែយើងស្លាប់ទៅគឺថាទុកសម្រាប់កូនចៅអីក្រោយចឹងទៅតែប្រាក់ហ្នឹងមិនអាចវេទៅអ្នកស្លាប់បានទេប៉ុន្តែកុសលធម៌បុណ្យកុសលទាំងឡាយទាំងពួងលើសអំពីប្រាក់ទៅទៀតពីព្រោះអាចអន្ទោលតាមបុគ្គលអ្នកស្លាប់ទៅកាន់លោកខាងមុខបានវាអស្ចារ្យពិសេសកន្លែងហ្នឹងហើយនៅពេលដែលដឹងថាយើងធ្វើអីសុទ្ធតែសន្សំទុកសម្រាប់ខ្លួនឯងអញ្ចឹងទាំងកុសលទាំងអកុសលយើងមិនកំណាញ់ទេពីព្រោះអ្វីគឺធ្វើសម្រាប់ខ្លួនឯងទាំងអស់អត់បាត់ទៅណាលះតិចលះច្រើនគឺសម្រាប់ខ្លួនឯងទាំងមូលណាអត់បាត់ទៅណាសូម្បីបន្តិចនេះដែលថាតើយើងកំណាញ់ដើម្បីអ្វីហ្នឹងហើយពីព្រោះការដែលធ្វើទានហ្នឹងគឺសម្រាប់យើងទាំងអស់ដដែលហ្នឹងឲ្យបាយគេមួយចានហ្នឹងណាអត់បាត់ទៅណាទេបាយហ្នឹងគេបរិភោគបាយហ្នឹងអស់ក៏ដោយបាយហ្នឹងអត់បាត់បាយនោះបាត់មែនតែបាយដែលកើតអំពីបុណ្យកើតអំពីការលះហ្នឹងគឺថាអត់បាត់ទេផលមកវិញមិនមែនបានបាយមួយចានហ្នឹងវិញទេណាដូចដាំពូជស្វាយមកគ្រាប់អញ្ចឹងមិនមែនបានមកផ្លែមកវិញទេណារាប់ផ្លូនរាប់ស្លឹកឃើញទេច្រើនណាស់ហ្នឹងផលនៃកម្មហ្នឹងគឺអញ្ចឹងគុណនឹងប្រមាណគុណទៅបើយើងដាំស្វាយមួយផ្លែដើម្បីបានផ្លែមកវិញមួយផ្លែដាំធ្វើអីទេហត់ចាំទិញគេបដ ாய் ទៅប៉ុន្តែវាមិនមែនបានមួយផ្លែមកវិញទេយ៉ាងណាវិញកុសលធម៌ទាំងអស់ដែលបុគ្គលណាធ្វើឲ្យមិនមែនធ្វើមួយបានមួយទេណាពីព្រោះខណៈចិត្តដែលធ្វើជាវណ្ណចិត្តដែលសម្រេចទៅជាកុសលហ្នឹងវាច្រើនរយលានខណៈណាស់មួយខណៈឲ្យផលមួយជាតិឬក៏មួយអត្តភាពអញ្ចឹងទៅអញ្ចឹងបានផលច្រើនណាស់អញ្ចឹងបានសប្បុរសហ្នឹងលោកស្រឡាញ់កុសលធម៌មិនមែនធ្វើមួយបានមួយគួរឲ្យស្រឡាញ់ណាស់ធ្វើមួយមិនមែនបាន2ទេហើយក៏មិនមែនបាន10ដែររាប់រយរាប់ពាន់រាប់លានរាប់កោតទៅទៀតយើងគិតមើលលាជធីតាថ្វាយលាជដល់ព្រះមហាកស្សបៈលាជហ្នឹងលាជស្រូវដែលលីងទៅជាលាជហ្នឹងហើយប្រកេនព្រះមហាកស្សបៈនាងស្លាប់ទៅបដិសន្ធិនៅក្នុងឋានតាវតឹងឈ្មោះថាលាជធីតាវិមានរំយោលដោយលាជមាសព្យួរខាងមុខវិមានស្អាតសិតតលាជមាសចាំងព្រាកបរិវារ1000ទៀតហើយទៅយកលាជនឹងទៅលក់ទិញវិមាននឹងបានទេអត់ទេប៉ុន្តែដល់ទៅការលះបង់លាជនឹងទៅជាទានកាត់ថ្លៃមិនបានកុសលធម៌នឹងឃើញទេបាយទឹកនំចំណីទឹកសុទ្ធមួយដបដែលយើងជូនគេតម្លៃ1000 2000ខ្មែរប៉ុន្តែដល់ទៅការឲ្យនឹងកាត់ថ្លៃលេងបានបដ ாய் ឲ្យហើយនឹងគឺតម្លៃប៉ុននឹងកាត់ថ្លៃមិនបានថាប៉ុននឹងមានតម្លៃប្រមាណកាត់ថ្លៃលេងបានណាអង្កលពីនៅមិនតាន់ឲ្យយើងអាចកាត់ថ្លៃបានមែនទេទឹកមួយដបបាយមួយកញ្ចប់យើងកាត់ថ្លៃបានឬក៏ប្រាក់10000ប៉ុន្តែនៅពេលដែលយើងសម្រេចទៅជាទានឲ្យអ្នកដតីឬក៏រាប់បាតប្រសងហ្នឹងណាពេលហ្នឹងកាត់ថ្លៃលេងបានបាត់អស្ចារ្យណាស់កាលពីមិនតន់ឲ្យកាត់ថ្លៃដឹងតម្លៃឲ្យហើយទៅជាមហាកុសល
តែមហាកុសលនឹងស្មើនឹង100000ទេមិនមហាកុសលស្មើនឹង1លានទេមែនទេមហាកុសលនឹងមិនដឹងថាប៉ុណ្ណាទេធំហ៎ពីព្រោះមហាកុសលនោះអាចញ៉ាំងនៅសម្បត្តិតាវតឹងបានជាដើមលើសនឹងទៅទៀតក៏បានអញ្ចឹងមិនក៏បីមើលងាយកុសលថ្នាក់ទាននេះទេឲ្យតិចតួចប៉ុណ្ណាក៏បានផលច្រើននិយាយអំពីទានដែលថាឲ្យមួយមិនមែនបានផលមកវិញមួយឬក៏អាចារ្យមកទាននាងដែលថ្វាយបាយក្តាំងប្រគេនបាយក្តាំងដល់ព្រះមហាកសបៈអីជាដើមអញ្ចឹងមិនមែនបានផលមកវិញនាងមានតែបាយក្តាំងបរិភោគឯណាណូបដិសន្ធិសុទ្ធឋានទេវលោកខ្ពស់ខ្ពស់ហ្នឹងហើយមិនមែនស្មើតម្លៃបាយក្តាំងទេដោយទឹកចិត្តជ្រះថ្លាហ្នឹងណាអកុសលក៏ដូចគ្នាអញ្ចឹងដែរសម្លាប់សត្វមួយមិនមែនត្រូវគេសម្លាប់វិញម្ដងទេណាសម្លាប់សត្វម្ដងឬក៏ជីវិតមួយអីចឹងមិនមែនត្រូវគេសម្លាប់វិញម្ដងទេនៅក្នុងគម្ពីរព្រះអភិធម្មលោកសម្ដែងថាយ៉ាងតិចត្រូវគេសម្លាប់500ដងយ៉ាងតិចទៀតសម្លាប់សត្វមួយញាតិញោមសត្វមូសអីមួយជាដើមហ្នឹងណាយ៉ាងតិចត្រូវគេសម្លាប់វិញ500ជាតិគួរឲ្យខ្លាចទេហើយយើងនិយាយថាមិនអីទេពីព្រោះផលហ្នឹងវាអត់ទាន់បានសម្រេចដល់យើងយើងគិតថាមិនអីទេអាហ្នឹងរឿងវិស័យរបស់អកុសលលួចគេម្ដងមិនត្រូវគេលួចវិញម្ដងឯណារាប់រយពាន់ដងហើយយ៉ាងតិចហ្នឹង500អញ្ចឹងទៅហើយលោកសំដែងថាដូចជាអ្នកសម្លាប់សត្វជៀមប្រពេអីមួយអញ្ចឹងទៅបុគ្គលខ្លះសម្លាប់ជៀមប្រពេអីអញ្ចឹងទៅត្រូវគេសម្លាប់វិញស្មើនឹងរោមជៀមឬរោមប្រពេហ្នឹងជាមួយមានរោមប្រមាណរោមហើយត្រូវគេសម្លាប់វិញស្មើនឹងរោមនៃសត្វជៀមនោះមិនមែន500ទេច្រើនណាស់បាទហ្នឹងគឺសំដែងឲ្យយើងគួរខ្លាចនៅអំពើបាណាតិបាតបងគាត់តែសំដែងទៅនរណាធ្វើអីធ្វើទៅស្រេចតែចិត្តតែព្រះអង្គសំដែងឲ្យដឹងអ្នកដែលភ្ញាក់ខ្លួនក៏ដឹងទៅអ្នកដែលមិនចង់បដិបត្តិមិនស្ដាប់ធម៌ព្រះក៏ទៅតាមខ្លួនឯងទៅពីព្រោះអ្នកធ្វើកម្មមិនមែនបានផលទៅលើព្រះឯណាព្រះអង្គគាត់អាណិតហើយព្រះអង្គសំដែងប្រាប់ប៉ុណ្្នឹងទេហ្នឹងហើយអាណិតព្រះអង្គសំដែងប្រាប់អញ្ចឹងទៅអ្នកណាធ្វើតាមបានក៏ធ្វើទៅអត់ធ្វើក៏ព្រះអង្គមានទៅទទួលជំនួសអីព្រះអង្គប្រេណពៀនទៅហើយនោះអ្នកធ្វើទានព្រះអង្គសម្ដែងមនាលភិក្ខុទាំងឡាយបើសត្វទាំងឡាយបានដឹងនៅអានិសង្សនៃទានដូចជាតថាគតដឹងសត្វទាំងឡាយនឹងមិនបរិភោគមុនការធ្វើទានទេពិតជាធ្វើទានមុនហើយបានបរិភោគជាក្រោយហើយនឹងបើបានដឹងនៅផលនៃទានដូចជាតថាគតដឹងពីព្រោះផលនៃទាននឹងក្រៃលែងមែនទែនណាក្រៃលែងណាបើដឹងដូចតែព្រះដឹងយើងនឹងសឹងថាទុកបរិភោគខ្លួនឯងមកចុងសាព្រាទេឬក៏ថារស់បន្តិចទៅសល់ប្រមាណធ្វើទានទាំងអស់នឹងបើសិនជាបានដឹងដូចដែលព្រះទ្រង់ដឹងព្រះដែលព្រះអង្គទ្រង់ដឹងតែញាតិញោមយើងទាំងអស់គ្នាដឹងរហូតដល់ថាឲ្យទានមុនហើយបរិភោគជាខាងក្រោយរាល់ថ្ងៃទេសប្ងៃហ្នឹងមានបានដឹងប៉ុណ្ណឹងហើយនៅអត់ទេមានតែរបស់ខ្លះចាំសល់ពីមាត់អញសិនចាំឲ្យគេមែនទេមានពេលខ្លះញាតិញោម
អវិជ្ជាសេចក្តីល្ងងប្រមាទតោសេចក្តីប្រមាទសេចក្តីស្រវឹងអីចឹងទៅផ្លែឈើមើលអាណាក្តាប់បានឲ្យគេទៅឬក៏ថាអន់ទៅឲ្យតែគេទៅអាល្អទុកអញចឹងដោយច្រើនគឺអញ្ចឹងមែនទេបាទហ្នឹងហើយបុគ្គលខ្លះគាត់ជ្រះថ្លាទៅគាត់ចាំអាណាល្អគាត់ធ្វើទៀនអាណាមិនសូវល្អទេទុកបរិភោគខ្លួនឯងហើយអ្នកដែលគេមិនធ្វើទៀនគេថាបុគ្គលនោះឈួតល្ងងណាស់ឲ្យគេអាល្អខ្លួនឯងទុកអន់អីចឹងទៅតែអ្នកនោះមិនល្ងងទេតែគេធ្វើអញ្ចឹងមិនល្ងងទេគាត់ដឹងថាអ្វីដែលគាត់ធ្វើហ្នឹងគឺបានផលមកវិញលើគាត់ទាំងអស់ហ្នឹងវាអត់បាត់ទៅណាអត់បាត់ទៅណាទេស្វាយទុំតលតែស្វាយហ្នឹងចាប់ផ្ដើមស្អុយក្បាលហើយបើរនឹកឲ្យគេជួមហើយមិនឲ្យគេអាហ្នឹងឈ្មោះថាទៀនមិនតាន់ប្រសើរមិនតាន់ប្រណិតទេយើងចង់ឲ្យរបស់ល្អញាតិញោមសាមញ្ញទៀនណាទៀនល្អទៀតទៀនហ្នឹងចេះធ្វើទៀនហើយទៅមានលំដាប់នៃទៀនទៀតទិញកម្មាចែកទៀនទិញសរងកម្មាអីចែកទៀនជូនគេទៅសួររកកន្លែងអ្នកលក់អាណាអន់ជាងគេឧទាហរណ៍ណាអាណាអន់ជាងគេហើយចង់ឲ្យបានផលឲ្យល្អឲ្យបានល្អដែរបើយើងធ្វើរកអាអន់អញ្ចឹងញាតិញោមអញ្ចឹងហើយបានជាត្រូវបានផលហ្នឹងអន់ជាងគេបន្តិចហើយតាំងកើតទុកមិនក៏មិនបានស្អាតដូចគេអញ្ចឹងណោះត្រឹងលៀបលេប៉ុណ្ណឹងហើយនៅតែមិនស្អាតដូចគេហ្នឹងហើយមកពីយើងធ្វើឲ្យអន់ប៉ុណ្ណឹងមែនអត់បាទធ្វើអន់ប៉ុណ្ណឹងសម្ពុតសម្លៀកអំពាក់ឲ្យទៀនរកអន់ជាងគេចំណីអាហាររកធូរថ្លៃអាណាថោកថយអន់ហ្នឹងទៅហ្នឹងហើយមិនហ៊ានឲ្យរបស់ល្អទេចង់ធ្វើទៀនស្បែកជើងបច្ច័យ4អីដាក់ស្បែកជើងប្រគេនលោកឬក៏ឆាត់អីហ្នឹងទៅអាគេទិញ100,000យើងចង់បានអា2 10000បាទអាហ្នឹងវាទៅតាមនឹងផលហ្នឹងថ្នាំប៉ារ៉ាបារាំងមិនទិញទេទិញប៉ារ៉ាចិនអាហ្នឹងបានផលមកវិញគឺតាមនឹងទៀតណាអញ្ចឹងអ្នកឲ្យរបស់ល្អរមែងបានរបស់ល្អអ្នកឲ្យរបស់ប្រសើររមែងបានរបស់ប្រសើរពីព្រោះរបស់ទាំងអស់ហ្នឹងយើងធ្វើសម្រាប់ខ្លួនយើងទេណាហើយម្យ៉ាងទៀតឲ្យទៀនតិចពេកមួយឆ្នាំធ្វើម្ដង2ឆ្នាំម្ដងហើយតិចទៀតអាហ្នឹងឲ្យផលមកវិញក៏តិចតួចតាមនឹងញាតិញោមមួយឆ្នាំ2ឆ្នាំទៅបានកូនគេជូនបច្ច័យម្ដងបានឆ្ងាញ់ម្ដងអីចឹងទៅហ្នឹងហើយលោកសំដែងទៀតថាបុគ្គលខ្លះធ្វើទៀនហ្នឹងប្រកាន់វ័យនៅក្មេងនៅឡើយចាំចាស់ទៅចាំធ្វើបុណ្យអីអាហ្នឹងបុណ្យហ្នឹងឲ្យផលតលចាស់បានឲ្យផលថ្មិញបាក់អស់ហើយចាប់ផ្ដើមមានចំណីអាហារមកហើយកូនចៅគេទិញពូកឲ្យដេកលេងកើតទៀតទិញឡានឲ្យជិះបើកលេងកើតទៀតជិះឡានទៅឆ្ងាយលេងបានទៀតតលចាស់ហើយបានផលទៀនហ្នឹងគេថាលោកយាយហ្នឹងកាលពីមុនគាត់អត់ក្រណាឥឡូវបានកូនរៀនបានការងារខ្ពង់ខ្ពស់អីរស់ស៊ីមានបានទៅគាត់ចាស់បាត់ណាគាត់ចាស់ហើយហ្នឹងហើយ
អាហ្នឹងកាលពីធ្វើដោយសេចក្តីប្រមាទចាំចាស់ចាំធ្វើឥឡូវឲ្យផលមិញតើចាស់បានផលចង់អញ្ចឹងទេញាតិញោមកាលពីក្មេងចាយលុយក៏សំស្លៀកពាក់ក៏ហឺហាអីចឹងទៅអត់មានចង់បានមាសពាក់នឹងគេអត់មានមាសទៅចាស់ហើយបានកូនគេទិញខ្សែកឲ្យពាក់ឲ្យមិនសមចាស់បាត់ហើយមែនទេបាទវាផុតវ័យបាត់ហ្នឹងហើយហ្នឹងយើងត្រូវជ្រាបកន្លែងហ្នឹងផងណាតែហ៊ានប្រមាទហ្នឹងគឺបានផលមកវិញអញ្ចឹងប៉ុន្តែចំពោះញាតិញោមដែលវ័យចាស់ហើយធ្វើអញ្ចឹងយ៉ាងម៉េចវិញថាយើងអត់មានសេចក្តីប្រមាទអញ្ចឹងទេនិយាយនេះគឺសម្រាប់អ្នកដែលគិតថាចាំចាស់ចាំធ្វើទេណាតែដែលញាតិញោមវ័យចាស់ស្រាប់ហើយនេះធ្វើយ៉ាងម៉េចវិញអាហ្នឹងយើងអត់មានសេចក្តីប្រមាទទេបានផលធម្មតាតាក់ទងនឹងការធ្វើទានរបស់ល្អមិនល្អប្រណិតឬក៏មិនប្រណិតម្យ៉ាងទៀតអ្នកធ្វើទានធ្វើកម្មវិធីបុណ្យមានច្រើនប្រភេទណាញាតិញោមបើបច្ចុប្បន្នឥឡូវនេះមើលញាតិញោមធ្លាប់ឮព័ត៌មានទេឃើញគេប្រសង់អីលោកផុសតាមបណ្ដាញហ្នឹងទទួលប្រកេនសាកដកអីលោកមើលទៅប៉ោងធំទៅក្នុងសិតដុំឥតអញ្ចឹងក៏មានដែរណាញាតិញោមទឹកសុតនឹងទឹកច្រកធម្មតាមូលដាក់ទៀតមូលក្របដាក់អាទឹកធ្វើមិនឲ្យតែបានប៉ោងទៅហើយរូបខាងក្រៅគឺស្អាតមែនទែនចងបោឡើងស្អាតចេះទៅបើកមើលទៅគឺថាអត់មានស្អីផងលោកឃើញថាដុំឥតពីរដុំអីហ្នឹងទៅមានអញ្ចឹងទៀតតែបានផលវិញអញ្ចឹងគេបានគ្រប់គ្នាឯងមកបើកមកអត់ហើយតាំងកើតទុកមានអញ្ចឹងណាម្យ៉ាងទៀតធ្វើទានបុណ្យបណ្ណាបណីធំបណ្ណាបណីអាហ្នឹងមានអញ្ចឹងណាស្អាតល្អរោងបុណ្យធំទូលាយពិធីបូជាអីហ្នឹងល្អដល់ចង្ហាន់លោកអន់ទៅវិញខ្សត់ខ្សោយមុខមាត់ធំប៉ុន្តែដល់ទៅចង្ហាន់ឬក៏ភោជនហ្នឹងធ្វើអន់ពេកខុសសមត្ថភាពហើយបើថាអ្នកអត់តែម្ដងធ្វើមិនក៏អត់អីដែរអន់ហើយវាសមនឹងអត់ហ្នឹងហើយអត់អីទេហ្នឹងហើយប៉ុន្តែអ្នកមានហើយហ្នឹងធ្វើដូចអត់ទៅវិញបង្ហាញតែរូបភាពប្រណិតរោងបុណ្យតុបតែងអក្សរអីហ្នឹងប្រណិតណាស់ប៉ុន្តែដល់ទៅទៀនគឺអត់ប្រណិតទេចំណីអាហារមិនប្រណិតទេអាហ្នឹងបានផលមកវិញអត់មានបានទៅណាទេបានមកលើខ្លួនឯងទាំងអស់ពីព្រោះកម្មហ្នឹងអ្នកណាធ្វើអ្នកនឹងទទួលហ្នឹងហើយចូលចិត្តឲ្យរបស់បែករបស់រហែករបស់សល់ហ្នឹងអនាគតជាតិហ្នឹងវាបានតែរបស់ដែលគេឲ្យសល់ពីគេហ្នឹងឯងបែកហ្នឹងទៅអាល្អមិនហ៊ានឲ្យទេទៅអាណារៀងប្រេះកែវហ្នឹងរៀងប្រេះឲ្យឲ្យគេប្រើទៅអញ្ចឹងសម្ពុតខោអាវហ្នឹងចាស់ហើយរហែកហើយឲ្យគេទៅហើយផលមកវិញឲ្យយើងបានអាល្អមិនកើតមែនទេបាទឲ្យរបស់សៅมองពេកណាជូនមេដាបៃតាហ្នឹងពិសេសទៅទៀតដែរជូនម៉ែឪរបស់អន់ហ្នឹងបានផលមកវិញមិនខានទេប៉ុន្តែបានតែរបស់អន់ហ្នឹងឯងហើយវានៅតែក្រាន់បើជាងអត់ដែរណាបើគាត់ថាវាអត់ល្អផលហ្នឹងវាអត់ប្រណិតទេហ្នឹងហើយអញ្ចឹងគ្រាន់តែយើងរៀនថ្ងៃហ្នឹងថារៀនចេះដឹងក្នុងការធ្វើទានឲ្យបានល្អ
tiềnប្រណិតវាមានសហាយទានទេសទាននិងសាមីយទានទាន3យ៉ាងលំដាប់ទេសទានហ្នឹងគឺទានឲ្យរបស់អន់សហាយទានហ្នឹងគឺឲ្យរបស់ស្មើខ្លួនឯងប្រើរបស់អីក៏ឲ្យរបស់នឹងដែរទៅសាមីយទានហ្នឹងគឺឲ្យទានលើសពីអ្វីដែលខ្លួនឯងប្រើប្រាស់ប្រណិតណាស់អីចឹងហើយបានផលហ្នឹងតាមលំដាប់អញ្ចឹងដែរណាពីមួយថ្ងៃទៅមួយថ្ងៃមួយខែទៅមួយខែញាតិញោមមួយឆ្នាំទល់មួយឆ្នាំបើមានទ្រព្យសម្បត្តិខ្លះគួរធ្វើទានឲ្យបានរឿយកុំឲ្យខានយូរពេកចូលបុណ្យចូលទានទៅអាហ្នឹងបើមានទេណាខ្ញុំនិយាយនេះបើមានទេមិនមែនបង្ខិតបង្ខំទេគួរធ្វើឲ្យរឿយតិចច្រើនអីបដិចម្ដាធ្វើឲ្យរឿយហើយធ្វើទានមែនទេមិនមែនថាតលតែធ្វើបុណ្យអញ្ចឹងទេនេះធ្វើបុណ្យនេះគឺគាត់ធ្វើបុណ្យដើម្បីបញ្ជាក់នៅការដឹងគុណូបការៈទេធ្វើទានមែនទេហ្នឹងគឺថាអត់មានកម្មវិធីអីក៏ដោយការឲ្យដល់អ្នកចិត្តខាងអីទាំងអស់នេះណាញាតិញោមសុទ្ធតែទានណាបាយមួយចានសម្លមួយចានហុចទៅគេអីទាំងអស់នេះណាទានហ្នឹងណាអ្នកចិត្តខាងយើងហ្នឹងណាតែយើងជូនគាត់ហ្នឹងណាតែទឹកចិត្តរបស់យើងកាត់ថ្លៃមិនបានទេយើងកំណាញ់អីពេកហ្នឹងអត់បានទេណាល្អទេហើយទាននេះជាទីស្រឡាញ់នៃមនុស្សនិងទេវតាទាំងឡាយអ្នកប្រាជ្ញសប្បុរសឥសីបព្វជិតទាំងឡាយតែងតែចូលទៅត្រកូលអ្នកចេះធ្វើទានសូម្បីព្រះសង្ឃលោកនិមន្តបិណ្ឌបាតតែងតែឈរត្រង់បាតនៅផ្ទះណាដែលគេចេះដាក់ទានបើផ្ទះនោះមិនចេះដាក់ទានទេលោកសន្មតថាជាព្រៃខ្មោចលោកមិនឈរទេតែលោកឈរបិណ្ឌនឹងដោយគិតថាត្រង់នេះមានមនុស្សផ្ទះនេះមនុស្សនៅបើទីនោះបិណ្ឌលែងបានហើយព្រះអង្គឲ្យគិតថាទីនេះជាព្រៃស្ម័គ្រសានឈរធ្វើអីមានតែខ្មោចមាននរណាមកចេះដាក់បានផ្ទះណាដែលចេះធ្វើទានផ្ទះនោះជាផ្ទះមនុស្សផ្ទះណាដែលមិនចេះធ្វើទានទេមិនចេះឲ្យទានទេជាផ្ទះខ្មោចយល់ដែរទេញាតិញោមបាទភ្លឺទេអញ្ចឹងភ្លឺទេឬក៏ងងឹតទៀតបាទអ្នកណាចេះឲ្យទានគឺជាមនុស្សមិនចេះឲ្យទានដូចខ្មោចទៅហើយចង់ធ្វើខ្មោចទាំងរស់ទេបាទពីព្រោះខ្មោចធ្វើទានមិនកើតញាតិញោមទៅសាកមើលឈរមុខភ្នោខ្មោចម៉ងខ្មោចមើលហើយយើងថាហេវណាងើបចេញពីម៉ងឲ្យមីយើងមកកញ្ចប់ទេអត់ទេមនុស្សនៅរស់អត់ចេះធ្វើទានដូចខ្មោចយើងចង់ធ្វើជាខ្មោចទាំងរស់មិនកើតចិត្តល្អខ្លះទៅអាចឲ្យបានឲ្យទៅណាជាទីស្រឡាញ់នៃមនុស្សទេវតាឬក៏សត្វទេរិឆានក៏ចូលចិត្តមកក្បែរយើងខ្ញុំបាញ់អង្គមកផ្ទះប្រហែលថ្ងៃមុននឹងក្តៅពេកចាបវាមកជែកចាយបាច់តែ2ថ្ងៃសោះវាប្រមូលកូនចៅមកឡើងច្រើនអស់អង្គបាត់បាទសួរតែឲ្យយកអង្គមកបានថ្ងៃអត់ឃើញយកអង្គមកបាទបាច់អង្គឲ្យវាតែ2ថ្ងៃវាប្រមូលគ្នាមកបណ្ដោយចាបហ្នឹងហើយតែអូសត្វហ្នឹងវាចូលចិត្តទៀនណាញាតិញោមចូលចិត្តទៀនណាហើយគាត់ឲ្យខ្ញុំបើកទ្វារមកវាជែកចាយវាយំវាចង់និយាយថាអូមកហើយអស់អង្គបាត់ទៅថ្ងៃហ្នឹងបើសំដែងធម៌បានអង្គអីល្អណាអត់ក៏អត់ទៅហ្នឹងហើយ
nè thôi tiên nâng chia ti sờ lạnh này mà nô nâng tê vật đà oi ta cái lư chmô dướng cái sờ bài chất tại mặt đó mà nó nhiệt nhấu lư chmô dướng khơi dướng tàu vọt khơi dướng tàu ấy nâng chuột nâng cái miếng cái đây sọc mong còn là khơi mộc á mộc nè thôi bon nó kêu là khơi nhá cái đây sọc mò vào đây xôm bay thế sạch sồn nọ sky ma nơi tia nó ngay dương che oi bài rơi nó kia có sập bài chất bọ con tôi chỉ mua dương nó sập bài chất mong còn là khơi mộc dương đằng thẳng anh còn là khơi mộc mà cha anh đang đặt bàn mà đồng thì ra hai ảnh tai bờm đal oi về tên nó về chill mộtประเด็นสันทาระ chill นั่นไงจังบานโลกโพลทาเกียรติสรอลังในมนุษย์นึงเตวดาให้เมนสลังแต่ปัจจุบันนึงเตเนี่ยแต่เธอเตียนชราดนั่งโดยเธอเงียดตกในทานตาวัดตังจังตัวดอnóคือผู้ปุเงียดมาโรมเมนทากอดสลับเตยเจงปีเงียดจิตีสลังไอ้ครั้งทานมนุษย์ใบบะเงียดมัดใบบะแต่เงียดมัดครั้งทานมนุษย์เต้แต่การเตวโลกเงียดในครั้งทานเตวดานั่งเกมหมดตัวเระเตะคอยแต่ประเดี๋ยวสัมทิเพลียมเกมมาโรมซัวสกตกเกมมาโรมสลังมอมแต่มาพลิกทานมนุษย์พลิกไปได้ยังบันทะเนี่ยแต่การเตวดาไม่ก็มันเคยมาไว้แต่ตอนเงียดเกลอเชียงนี่ตัวเตี้ยเหมือนเงียดมกปนังไงนะเงียดละอเชียงนั่งช่างไงนะแต่เงียดละอเชียงนั่งให้ถึงนักเคยไอ้เนี่ยยืงมกกระเมงกระมังอย่างนู้นนั่งไงเนาะเตวโลกเนาะได้ซาไอ้ได้ซาเตียนนั่งไงคือบังการเงียดบานนะมีโปรเนี่ยแต่การเตวโลกสดแต่จัดบ่อนจังตื้อhay nè khác tê và đá thọp chỉ nhiệt dương đầu tiên nó ban của ông sầm đại thả bòn nắng tục đôi chỉ nhiệt trăm tổ tuôn dương trăm tổ tuôn dương bòn nâng à bao dương ăn miên bòn tê ăn miên nhiệt trăm tổ tuôn lên nó nhiệt nhổm đôi nhom một bòn này chẳng cứ đôi chỉ nhiệt là nhiệt nhổm ấy cứ dương chia bột bò để sạt đôi khi trăm tụt tu chân từ nè nhiều bự lư ấy 100 tụt tu khi nè là ngày cứ trăm tụt tu nè thưa bạp chán mình men miền nhiệt trăm tụt tu cứ chia sạch trâu trăm tụt tu chạm mưa tất cả một clip anh đạm mà lồng pênh flip mà là ngày mới tất cả nó rộ phliếm từ đó đang không dương bị pêu nè dương ọt ban được phơi kho ấy không than nó rộ phóng dương phơi kho nơi này để còn tất cả phliếm thì nó đang chưa cung dương bị pêu nè giật nhiều mới đành chạy vô vào đòi này đấy mình miền nhiệt đấy cứ sạch trâu chăm một pro ha dương tại mặt đòn cu ấy khai nè chẳng ban chỉ trâu cá thưa bon thưa tiền rẽ xa sờ thưa chật nâng ở slow phong nâng này thưa chật nâng ở slow phong ở là o phong bro mình tách tia tê dương nâng chạ chạy nhà mình du tê chạy nhai tê phơn nâng chạy nhai yun ho nâng riệp chạm triềm ho ha hay cái cho cái đăng ai triềm hay triềm tranh tầm nào lâu nâng hay ngày nâng gồm đăng ai gồm đăng khan ai gồm đăng ấy triềm hay pro chật sập bẹt sập ấy ni hái chiều vây triềm ấy nó dần ổn mền đấy bực kịch tam vây bực kịch tam song khá cứ là lâu nâng vào bán đây là kịch tam với là môn nâng trả chành đào pê và lía để trâu đô vô ạt tập hiệp thâm mây mùi tiết này tại dương ọt miền bon tổ đô tế cứ dương bàn ạt tập hiệp mô on rồi dương ọt miền lùi từ tinh chẳng đó dương ọt ai bàn rồi bỏ lọ một tế rồi dương miền lùi cục cốt bàn dương tinh lan
ល្អទិញទូរស័ព្ទល្អទិញស្អីល្អបានយ៉ាងណាអត់មានប៉ុនគឺថាมันអាចទៅដូរយកសម្បត្តិសួរទេវលោកអីអត់បានទេដូរអត់បានទេមានតែបាបគឺថាអត្តភាពថ្មីមួយទៀតទៅជាប្រែតនរកអីចឹងទៅចឹងបានជាយើងចាំបាច់ត្រូវតែធ្វើសេចក្តីល្អសម្រាប់ខ្លួនឯងឲ្យខានតែបានតែម្ដងអត់មានធ្វើដើម្បីអ្នកណាក្រៅពីខ្លួនយើងទេអត់មានធ្វើដើម្បីអ្នកណាក្រៅពីខ្លួនយើងទេគឺទុកដាក់សម្រាប់ខ្លួនយើងសុទ្ធ 100% អ្នកដែលធ្វើទានមិនកើតមកអំពីមិនតាន់ទុកចិត្តទានហ្នឹងចេះធ្វើទៅអស់ធ្វើទៅអស់អត់តាន់ទុកចិត្តទានហ្នឹងនៅមិនតាន់ទុកចិត្តហ្នឹងហើយប៉ុន្តែទៅជាទុកចិត្តថាទុកនៅនឹងខ្លួនឯងវានៅបានយូរទៅវិញខ្លួនឯងត្រូវស្លាប់សោះហ្នឹងណាទៅជាទុកចិត្តនឹងអាយុជីវិតនេះទៅវិញអត់ទុកចិត្តបនអញ្ចឹងពុទ្ធបរិស័ទយើងទុកចិត្តបនណាដែលយើងបានកើតជាមនុស្សឥឡូវនេះក៏ដោយសារបុណ្យនឹងសុទ្ធតែម្ដងហ្នឹងហើយអត់មានអ្វីក្រៅពីបុណ្យនឹងទេហ្នឹងហើយទុកចិត្តគុណបុណ្យនឹង 100% ជឿអត់មានលៀងជ្រៀងជ្រេស្រាលអីទេសំបីបុណ្យនោះមិនតាន់ឲ្យផលក៏យើងអត់មានទទូចអង្វរសុំឬក៏ថាញាប់ញ័រភ័យខ្លាចបុណ្យមិនឲ្យផលអីកុំភ័យគង់តែឲ្យផលយើងណាស់តែចង់ធ្វើភ្លាមបានភ្លាមសំបីដាំបាយឆ្នាំងភ្លើងក៏ត្រូវតែប្រើរយៈពេលដែរដាំម្ទេសក៏ត្រូវប្រើរយៈពេលដែរទៅរំផ្លែដំណាំធំរឹតទៅយូរទៅទៀតដងស្វាយអីហ្នឹងត្រូវប្រើពេលយូរទៅទៀតបានផ្លែបនដូចគ្នាអញ្ចឹងមិនបនខ្លះទៅធ្វើភ្លាមហើយបានផលកើតអ្នកមានភ្លាមឯណាបនខ្លះមិនមែនជាទិដ្ឋធម្មវេទនីយកម្មប៉ុន្តែគឺជាអបរាបរវេទនីយកម្មកម្មឲ្យផលក្នុងជាតិអនាគតអញ្ចឹងពីព្រោះបុណ្យដែលមិនអាចឲ្យផលបានមិនតាន់មានឱកាសឲ្យផលហ្នឹងវាដោយសារតែពេលនេះជាឱកាសនៃកម្មណាមួយឲ្យផលកម្មដតីហ្នឹងឲ្យផលគេឲ្យផលតាមលេខរៀងគេសិនណាភ្លើងស្តុបហ្នឹងវាខៀវហើយទៅបានប៉ុន្តែវាមានឡានពីមុខ10គ្រឿងយើងមិនអាចទៅបុកគេទៅ4បានទេបាទអញ្ចឹងឲ្យទៅតាមលំដាប់លំដោយបុណ្យយើងច្រើនហើយប៉ុន្តែឱកាសពេលនេះបាបនោះវាឲ្យផលសិនកាលពីយើងបៀតបៀនកាលពីយើងលួចកាលពីយើងធ្វើអីហ្នឹងបាបនឹងឲ្យផលមួយខ្សែនឹងសិនមកបានដល់លេខរៀងបុណ្យហ្នឹងហើយយើងចង់ឲ្យតែបុណ្យឲ្យផលចង់កាលពីយើងធ្វើបាបហ្នឹងមិនប្រុងឲ្យបាបហ្នឹងកុំឲ្យផលយើងធ្វើដែរនោះយើងប្រុងកុំឲ្យបាបនឹងឲ្យផលយ៉ាងម៉េចអកុសលធម៌ញាតិញោមហើយសំបីតិចតួចក៏វានាំឲ្យលិចចុះដូចជាក្របខ្សាច់បាចទៅក្នុងទឹកខ្សាច់ល្អិតមានខ្សាច់ណាមួយដែរទឹកទេញាតិញោមសំបីល្អិតក៏ដោយដាក់ប្រាវទៅលិចទៅដល់បាតទឹកដល់ទៅប្រេងអត់មានលិចចុះទេគឺដែរប្រេងខ្លាញ់អីហ្នឹងណាឧទាហរណ៍អញ្ចឹងអកុសលធម៌ដែលបុគ្គលបានធ្វើហើយសំបីតិចតួចសុទ្ធតែឲ្យផលជាទុកទាំងអស់
ăn miên lược lên đi cậu sao là thua từng lai từng buông xuất tại bàn phò chia sóc từng ọ nè này miên cam vị thi rồi bàn để phải xong này đấy kia chẳng han mong mến mong đập mùi lớn mongผมbuồn xài mong buồn sàm sập xài sập ở đấy xâm đài to được tiệt bàn đấy chẳngสบายចិត្តអីញាតិញោមជាមួយកុសលធនៈទានដែលយើងបានធ្វើហើយនៅពេលដែលយើងស្ដាប់អញ្ចឹងទៅយើងគិតដល់ទានដែលយើងបានធ្វើគ្រឿងសក្ការៈដែលយើងបានបូជាសบายចិត្តទេបាទសบายចិត្តពីព្រោះយើងបានធ្វើយើងបានធ្វើទាននោះរឿយយើងងាយនឹកតែបើយើងធ្វើតិចពេកមិនងាយនឹកទេណាញាតិញោមធ្វើបានតិចពេកនឹកអត់ឃើញពីព្រោះវាមានរនាំងបិទបាំងហ្នឹងវាច្រើនរឿងដែលត្រូវមករលប់ហ្នឹងវាច្រើននោះបាទអញ្ចឹងហើយបានជាព្រះអង្គសម្ដែងថាគប្បីធ្វើកុសលធម៌ហ្នឹងបរោះអ្នកធ្វើកុសលហ្នឹងឬក៏ធ្វើទានហ្នឹងគប្បីធ្វើឲ្យរឿយធ្វើឲ្យរឿយហ្នឹងហើយពីព្រោះការធ្វើរឿយហ្នឹងនាំឲ្យងាយនឹកហ្នឹងហើយអមិនរោគហ្នឹងមិនទេខ្យល់ហ៎ដង្ហាលហ៎ហ្នឹងហើយចឹងបានឃើញញាតិញោមអង្គុយនៅមុខចេះតែងើយមើលលើរហូតទៅមើលស្អីអត់មានយន្តហោះផងហ្នឹងបាទញាតិញោមបនយើងប៉ុណ្ណឹងអង្គុយក្រោមរោងប៉ុណ្ណឹងបនយើងប៉ុណ្ណឹងហ្នឹងហើយអរគុណណាទានាធិបតីពេលនេះគុំតែបានកម្មវិធីបនហ្នឹងគុំអីយើងអត់បានជួបជុំគ្នាស្ដាប់ធម៌ទេហើយបនក្នុងពេលនេះមានទានពីរអមិសទាននិងធម្មទានខ្ញុំក៏ធម្មទានអាយ៉ានក៏ធម្មទានដែរនេះម្ចាស់បនទាំងអស់អញ្ជើញអ្នកសំដែងធម៌ហ្នឹងនិមន្តប្រសង់អីសំដែងធម៌ហ្នឹងគឺធម្មទានដែរពីព្រោះអញ្ជើញអ្នកសំដែងធម៌មកដើម្បីធ្វើធម្មទានក៏ធម្មទានដែរបានចំណែកធម្មទានដែរឃើញទេហ្នឹងហើយលោកអាចារ្យរតនីពធអីចឹងទៅក៏ធម្មទានដែររួមចំណែកធម្មទានហ្នឹងហើយព្រះអង្គសម្ដែងថាសព្វទានណាងធម្មទានណាងជានេតេធម្មទានឈ្នះអស់ទានទាំងពួងទទួលធម្មទានល្អណាស់ញាតិញោមសបាយហើយអត់ធន់បន្តិចទៅយើងអត់ធន់បន្តិចទៅសបាយចិត្តទៅងាយមានពេលអង្គុយស្ដាប់ធម៌អញ្ចឹងបានបន្តិចទៀតទៅអាពៀតខ្លាំងជំងឺខ្លាំងមកដល់ភ្នែកក៏លែងមើលច្បាស់ទៅជាក៏លែងលឺកូនចៅហៅឪអើយម៉ែអើយឃើញកូនមកឯងមើលកូនខ្លួនឯងលែងស្គាល់ញាតិញោមឈឺពេកណាមែនទេមើលកូនខ្លួនឯងមិនលែងស្គាល់ហ្នឹងហើយថ្ងៃមុនបងស្រីខ្ញុំគាត់មុននឹងទទួលនិច្ចកម្មគាត់សួរពេលទៅលេងសួរសុខទុក្ខគាត់ហើយក៏កូនចៅសួរម៉ែលោកពូមកអត់មានឆ្លើយអីទេនៅស្ថឹងស្ថេរចឹងទៅណែព
ពេលហ្នឹងអាចមកអង្គុយស្ដាប់ធម៌អញ្ចឹងកើតដែរហ្នឹងហើយអញ្ចឹងតនពេលវេលាហ្នឹងនៅមានប្រើឲ្យហើយណាតនកម្លាំងមានកុំឲ្យស្ដាយទាំងដឹងអញ្ចឹងស្ដាប់ធម៌ទាំងយូរណាស់ហើយហួសអស់ហ្នឹងហើយអញ្ចឹងតនពេលវេលាហ្នឹងនៅឱកាសនៅមានប្រើប្រាស់សិនទៅប្រើប្រាស់សិនទៅមិនដឹងថាលោកខណ្ឌហ្នឹងគេទុកពេលវេលាឲ្យយើងបានបណ្ណាទៀតទេអញ្ចឹងតនពេលវេលាហ្នឹងនៅមានប្រើឲ្យហើយកុំឲ្យហួសពេលភ្នែកនៅភ្លឺទៅជានៅលឺហ្នឹងប្រើនៅក្នុងរឿងកុសលហ្នឹងឲ្យច្រើនទៅជាចុងក្រោយនៃធម្មទានលោកអាចារ្យលោកចង់សួរពីអីទេមិនអញ្ជើញសួរម្ដងទៀតមើលបាទនេះកាត់អរគុណលោកគ្រូចង់សាកសួរលោកគ្រូពីផតេករតិសោតលោកគ្រូដែលលោកគ្រូបានសម្ដែងហើយក៏ខ្ញុំបានស្ដាប់បានស្វាត់ជាយចាំតែមិនទាន់បានច្បាស់នៅឡើយចឹងតែព្រះដ៏មានពភពព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងថាភគវាអេតតិវោចៈអតេតាំងនិវាកមយៈនបដិកាខេអនាគតាំងយៈតេតេតាំបហៃដានតាំងអបតាញ្ចៈអនាគតាំងបច្ចុប្បន្នញ្ចៈយោធម្មੰតថវិបស្សតិអសង្ហេរាំងអសង្កបាំងតាំងវុធាមនុស្សព្រោះហយេអជេវៈកច្ចមាតាបាំងកោចញ្ញេមរណងសុវេអ្នកហេណោសង្ករន្តេអ្នកមហាសេនេអ្នកមច្ចុណាអេវាងវិហេរិមេតាបាំងអហោរតមៈតន្តិតាំងតាំងវេផតេករតោតេសន្តោអចក្ខតេមនីតេនឹងព្រះនាមានពភពព្រះអង្គទ្រង់ត្រាស់ដូច្នេះថាបុគ្គលមិនគប្បីអឡោះឡៃបញ្ចខណ្ឌដែលកន្លងទៅហើយមិនគប្បីអឡោះឡៃបញ្ចខណ្ឌដែលមិនទាន់មកដល់ហើយបញ្ចខណ្ឌដែលបញ្ចខណ្ឌណាជាអតីតបញ្ចខណ្ឌនោះកន្លងហួសទៅហើយបញ្ចខណ្ឌណាដែលជាអនាគតបញ្ចខណ្ឌនោះក៏មិនទាន់មកដល់មួយទៀតបុគ្គលណាដឹងច្បាស់នៅធួជាបច្ចុប្បន្នក្នុងទីនោះចឹងសូមសួរលោកគ្រូដែលព្រះនាមានភាពអង្គទ្រង់ត្រាស់ប្រកាសសម្ដែងថាបុគ្គលណាដឹងច្បាស់នៅធួជាបច្ចុប្បន្នក្នុងទីនោះតើដឹងធួនោះដូចម្ដេចលោកគ្រូសូមលោកគ្រូជួយពន្យល់នៅក្នុងសេចក្តីនៃផតេករតិសោតទៀតសូមអនុមោទនាបាទសូមអរគុណដល់លោកអាចារ្យដែលមានសំណួរល្អនៅក្នុងផតេករតិសោតតែម្ដងអស្ចារ្យណាស់នៅសំណួរមួយនេះញាតិញោមធ្លាប់ស្ដាប់ផតេករតិសោតគឺប្រសូតហ្នឹងព្រះអង្គសម្ដែងអំពីបុគ្គលអ្នកមានរាត្រីមួយដ៏ចម្រើនអ្នកមានរាត្រីដ៏ចម្រើនពាក្យថារាត្រីក្នុងទីនេះមិនមែនសំដៅដល់តែយប់ទេគឺមានន័យថាជីវិតនឹងតែម្ដងហ្នឹងហើយរាត្រីនៃជីវិតនឹងតែម្ដងដ៏ចម្រើនហ្នឹងគឺមកអំពីបុគ្គលនោះបានពិចារណាបញ្ញខណ្ឌជាអតីតអនាគតនិងបច្ចុប្បន្នអញ្ចឹងញាតិញោមពុទ្ធបរិស័ទស្គាល់ខណ្ឌពីអតីតទេបាទខណ្ឌដែលកន្លងទៅហើយបាទសញ្ញាយ៉ាងនេះសង្ខារយ៉ាងនេះបាទខណ្ឌដែលកន្លងទៅហើយរាប់ពីត្រឹមណាទៅដែលថាកន្លងទៅហើយនឹងបាទសាធុបាទហ្នឹងហើយឈ្មោះថាខណ្ឌកន្លងទៅហើយហ្នឹងគឺមុននេះបន្តិចក៏ដោយគ្រាន់តែមុននឹងបន្តិចហ្នឹងហើយមុនបច្ចុប្បន្ននឹងបន្តិចគឺជាអតីតទាំងអស់
bà bay chai từ tam a dẹ tận nạ từ tam a dẹ tận nạ rụp na để dương bàn khơi hở chỉ rụp bậc hành muối đài còn lòng phót tàu hời vì mình ai trở lọc một bình bàn thì lư xùm lên na rụi hái xùm lên nó rồi lốt tàu hời mình ai một bình bàn thì thông khăn đằng rô đằng phao thập bẹ ná có đôi khniệt ai cứ cần lòng hô tàu hời nâng ạ tây chia ạ tây ta thò mi ở hai mình ai vô một bình bàn thì hỡi rụp na xùm lên na khăn na rô na phao thập bẹ na đây mình toàn cá cứ vì ọt miền tê rồi bỏ nâng mình toàn cá ọt miền tế cứ thả không à nà cốt nâng cứ vì ọt miền vì pro mình toàn một đòn nâng vì ọt miền tê thua rồi bỏ bê sà xàm bốt bỏ ông xùm đáy cứ áo ấy bọc côn thơ cả đằng bạch chụp bàn anh chạy vô thò mèng nâng cứ thả ở đằng nở thó chia bạch chụp bàn khả nạn ní miền rúp một chi à ràm đại tế khả nạn ní miền xùm lên bà cọt tam trở chia đai rì tê khả nạn đại cổng bông miền ní chúng ta bạch chụp bàn nâng thua bạch chụp bàn này khả nạn khơi khả nạn lư thông khăn đằng rốt đằng phao thập bẹ khả nạn này miền cài miền tế cài nâng miền về tận nia tế miền chật tế miền chẳng đây khả nạn cầm bông miền nít một tháp ba triệu bằng chia ba triệu bằng là thua mìa chia thua ba triệu bằng chẳng cả đăng nửa thua chỉ ba chục bon đôi lục cha lục bàn xạ su mạnh thả ta đăng thua chỉ ba chục bon nâng đăng dạng đôi mà đây khả nạn ni cầm bông lư sầm lên nâng dương nẹ lứ rư có sao tại vì nhiên nẹ lư và chẳng sao tại vì nhiên đây cầm bông lướng lư sầm lên chỉ ba chục bon rư có lư sầm lên à tây tác rư có sầm lên à na cột cứ lư sầm lên ba chục bón cùng pung tại miền nâng ai mình men lư sầm lên mà sao mấy đó thì dòng dây ní đó chanh sầm lên mó cứ lư chẳng sầm lên nắng mình men sầm lên pi mà sao mấy nhỉ hai con men sầm lên ai đây cứ sầm lên à lâu đi ní anh chỉ thò ba chục bón chẳng sầm lên nắng mình men chia sát chia bọc cùi tầng ở trầm thái chia sầm lên sự tập than cả lớn nhách trong chùm nọt nắng còn nọt trong chùm nọt nắng cứ khơi thua chia ba chục bàn nừng khơi tha chia sầm lên tụt tê chẳng tới sọt xôn tụt tê chẳng tới ní ấy một tháng đằng thua chia ba chục bàn khổng ti nốt nốt bàn này thật bọc cô nốt từ ruột nâu khổng ti na có đào ấy lư sầm lên ấy khơi như rụp ấy đăng khăn đăng rô đăng phao thật pe ở vây nông ti nô nó cứ cướp ti cái này nông ba triệu bán nông ti nô ba này thà nâu nông ti na còn miến ba triệu bán là thô ở đây chẳng bọc cô nó nè đăng nợ thô chia ba triệu bán nó cứ thà nâu ti ná còn miến ba triệu bán là thô để cả láng cứ ba này thà nâu ti ná còn miến rú sầm lên khăn rô phao thật pe đã chia ba triệu bán nâng dương rô nêu chỉ mùi chỉ vật ba triệu bàn nâng ba triệu bàn miền thô ấy đăng thô nô tới nâng chỉ một thà score thô chỉ ba triệu bàn vấn đề bà lư hơi khơi hơi lư hai đăng hơi ọt miền sạch tệ tế chỉ một thà mình đăng ba triệu bàn là thô tê khơi hơi lư hái miền thì đây bọc căn thà miền tu khuôn dướng một thà art school ba triệu bàn là thua tê chẳng nè school ba triệu bàn là thua ní cứ bàn này thà school khán school a giờ tận nát school thiệt art miền thà miền dướng thế miền trâmแต่khán a giờ tận nát thiệt ní một thà school ba triệu bàn này
បច្ចុប្បន្នឥឡូវនេះអត់មានសត្វមានបុគ្គលទេគឺមានត្រឹមតែធัวហ្នឹងនេះស្គាល់បច្ចុប្បន្នណាឥឡូវនេះខណៈនេះអត់មានយើងមានត្រឹមតែរូបខណ្ឌវេទនាសញ្ញាសង្ខារនិងវិញ្ញាណខណ្ឌអាហ្នឹងអត់មានយើងទេគឺមានត្រឹមតែខណ្ឌកន្លែងហ្នឹងដែលឈ្មោះថាស្គាល់បច្ចុប្បន្នហ្នឹងកាលណាបើស្គាល់បច្ចុប្បន្នហើយមិនវង្វេងទេព្រះអង្គសម្ដែងថាជាបុគ្គលមានរាត្រីមួយដ៏ចម្រើនពីព្រោះរស់នៅជាមួយនឹងបច្ចុប្បន្នហើយមិនវង្វេងជាមួយនឹងបច្ចុប្បន្នធម៌ហ្នឹងឃើញទេមិនវង្វេងជាមួយបច្ចុប្បន្នហ្នឹងទេយើងសប្ងៃវង្វេងជាមួយបច្ចុប្បន្នថាមានយើងមានគេអីចឹងទៅអត់ស្គាល់ចិត្តអត់ស្គាល់ធម៌អត់ស្គាល់កាយអត់ស្គាល់វេទនាទេដឹងថាធម៌ទាំងអស់នោះចិត្តទាំងអស់នោះកាយទាំងអស់នោះសុទ្ធតែជាសត្វជាបុគ្គលជាខ្លួនរបស់យើងទាំងអស់នេះឈ្មោះថាអត់ស្គាល់បច្ចុប្បន្នអញ្ចឹងកាយវេទនាចិត្តធម៌នេះជាបច្ចុប្បន្នធម៌វាគ្រាន់តែមកកើតហើយរលត់ទៅវិញបច្ចុប្បន្នហ្នឹងតាំងនៅមិនយូរទេមកផ្លែតប៉ុណ្ណោះបច្ចុប្បន្នណាបច្ចុប្បន្នកាលនឹងសំដៅដល់ថ្ងៃនេះយើងថាបច្ចុប្បន្នសម័យបច្ចុប្បន្ននេះយើងអាចនិយាយតាំងពីម្សិលមិញខែមុនឆ្នាំមុនអីទីទួយសម័យបច្ចុប្បន្នអីយើងសរុបនៃ3 4ឆ្នាំយើងអាចនិយាយថាបច្ចុប្បន្នកាលសម័យឥឡូវអីចឹងទៅប៉ុន្តែបច្ចុប្បន្នដោយបរមត្តនេះគឺបច្ចុប្បន្នកំពុងកើតវាលឿនរហ័សវាមិនមែនខណៈ3 4ឆ្នាំទេហើយក៏មិនមែន3 4ថ្ងៃដែរគឺខណៈដែលកំពុងតែឃើញរូបនេះតែម្ដងហើយសួរថាបច្ចុប្បន្នខណៈដែលកំពុងឃើញរូបឬសំឡេងនេះវាតាំងនៅយូរបានប៉ុណ្ណាយូរទេលឿនណាស់គ្រាន់តែមកឃើញហើយរលត់ភ្លាមឮហើយរលត់ភ្លាមបច្ចុប្បន្នខណៈបច្ចុប្បន្ននេះគឺលឿនរហ័សយើងគិតមើលគ្រាន់តែមកឮហើយរលត់បាត់ឃើញហើយរលត់បាត់លឿនមែនទែនណាបច្ចុប្បន្ននឹងរលត់ថាមិនដឹងរលត់លឿនដូចអីថាលឿនមែនទែនណាតែវាមានបច្ចុប្បន្នាធម៌មាននឹងមានប៉ុន្តែមាននឹងរហ័សមហាសែនរហ័សមហាសែនលឿនណាតែបន្តិចទៅគឺរលត់ណាបច្ចុប្បន្នមួយទៀតកើតឡើងបច្ចុប្បន្នមួយទៀតកើតឡើងបច្ចុប្បន្នមុននឹងរលត់ទៅអតីតអស់បច្ចុប្បន្នមួយទៀតកើតឡើងទៀតគឺលឿនណាស់ឃើញភ្លាមរលត់ភ្លាមឮភ្លាមរលត់ភ្លាមទុកមួយកើតទុកមួយរលត់ទុកមួយកើតទុកមួយរលត់សុខមួយកើតសុខមួយរលត់ឈឺតគ្នាសុខតគ្នាបានជាសម្គាល់ថាយើងដូចជាឈឺមួយថ្ងៃអីចឹងទៅដោយសារអាទុកហ្នឹងគឺវាកើតតគ្នារហូតដោយអំណាចកម្មហ្នឹងហើយអញ្ចឹងបច្ចុប្បន្នខណៈហ្នឹងគឺថាវាជាខណៈមួយដែលកំពុងកើតយ៉ាងលឿនរហ័សបំផុតហើយប្រញាប់រលត់ទៅវិញសង្ខារធម៌ទាំងឡាយលឿនជាងលបឿននៃព្រះអាទិត្យប្រច័ណ្ឌទៅទៀតគឺកើតរលត់លឿនបំផុតគ្រាន់តែមកខណៈនៃការអង្គុយស្ដាប់ធម៌របស់យើងនឹងចិត្តចេតសិករូបនាមនឹងមិនដឹងថារលត់ប្រមាណសែនលានកោដខណៈរាប់មិនអស់ទេមកផ្ទាត់កញ្ចក់មកសែនមួយសែនកោដខណៈចិត្តខ្លាំងណាស់មកផ្ទាត់កញ្ចក់ហ្នឹងហើយមួយសែនកោដខណៈចិត្តបាត់ហើយចិត្តកើតរលត់មកសែនកោដដងផ្ទាត់កញ្ចក់ហ្នឹងហើយលឿនណាស់ណាគឺនាមនឹងរូបនឹងកើតរលត់អត់ទំនេរសំបីតែខណៈដែលយើងសម្រានលក់ក៏រូបធម៌នាមធម៌នឹងរលត់កើតរលត់រហូតអញ្ចឹងហើយបានជាយើងសម្រានលក់
ថ្ងៃនឹងសម្រានស្អែកសម្រានដេកពួនរាល់ថ្ងៃហ្នឹងចាស់រាល់ថ្ងៃតិចម្ដងតិចម្ដងមកវាកើតរលត់រហូតឥឡូវរលត់ក្មេងអស់ហើយបច្ចុប្បន្ននេះស្អីចាស់រូបចាស់ប្រកបរូបក្មេងរលត់អស់ហើយរលត់បន្តិចរហូតហើយសួរទៅណារូបក្មេងវាបាត់ទៅណាគឺអតីតទំពាស៊ីអស់អត់មានសល់អីមិនតិចក្មេងហ្នឹងគឺអស់រលីងទៅដល់ឃើញទេរលត់បាត់ទៅណាហ្នឹងហើយទាំងនាមរូបហ្នឹងគឺរលត់ទៅអត់មានសេះសល់អត់រកកន្លែងຕົកឃើញទេញាតិញោមមានឆ្ងល់ទេថាឥឡូវនេះវ័យចាស់ហើយចុះក្មេងហ្នឹងទៅណារកឃើញទេហ្នឹងហើយដូចជាស្វាយក្តាប់ស្វាយដំបងពណ៌ខៀវហ្នឹងហើយដល់ទៅទុំពណ៌លឿងយ៉ាបាត់អាខៀវទៅណាទៅខៀវនៅក្នុងអាលឿងហ្នឹងឬមិនបើសិនខៀវនៅក្នុងលឿងហ្នឹងយើងរកក្នុងលឿងហ្នឹងឃើញកប់ខៀវក្នុងហ្នឹងឯងមែនទេតែអត់ទេវារលត់កន្លងផុតទៅអស់ហើយបាទរលត់បាត់ទៅហើយរលែងឃើញដូចជាប្រទីបទៀនអុចឆេះរលត់ផ្លឹបភ្លើងទៀននឹងបាត់ទៅណាទៅទុំម្ដុំណាភ្លើងនឹងទៅពួនម្ដុំណាថាអត់ទេវាបាត់ឈឹងតែម្ដងយ៉ាងណាមិញបច្ចុប្បន្នដែលមានបច្ចុប្បន្នដែលកំពុងមានហើយវារលត់ទៅណាគឺដូចជាប្រទីបដែលរលត់ទៅអញ្ចឹងបាត់ឈឹងតាមពិតខនិកៈមរណៈសេចក្តីស្លាប់ដោយខណៈមានមួយថ្ងៃនឹងប្រមាណសែនកោតទេស្លាប់រហូតដល់ញាតិញោមស្លាប់ចិត្តស្លាប់រហូតស្លាប់តគ្នារហូតតែយើងមិនដែលយំស្ដាយទេយើងស្ដាយតែពេលស្លាប់ដោយសមតិមរណៈទេយើងស្ដាយតែពេលហ្នឹងតែខនិកៈហ្នឹងក៏ដូចតែគ្នាដែរវាអត់ត្រឡប់មកវិញដូចគ្នាថ្ងៃម្សិលមិញវានឹងត្រឡប់មកវិញទេយើងរស់នៅពីថ្ងៃម្សិលមិញជីវិតថ្ងៃម្សិលមិញហ្នឹងគឺត្រូវកន្លងទៅអស់អត់មានថ្ងៃត្រឡប់មែនទេអត់មានថ្ងៃត្រឡប់មិនក៏យើងមិនស្ដាយយំស្ដាយថ្ងៃម្សិលមិញទៅយើងគិតថាវាធម្មតាតាមពិតវាទៅមុខរហូតអត់ថយក្រោយទេឃើញទេបច្ចុប្បន្នហ្នឹងកើតហើយរលត់អត់ថយក្រោយរហូតដល់សេចក្តីស្លាប់មែនទេហ្នឹងក៏ដូចតែបច្ចុប្បន្នហ្នឹងដែរម្សិលមិញកន្លងទៅផុតទៅដូចគ្នាអត់រស់អត់ត្រឡប់ទៅរកថ្ងៃម្សិលមិញយ៉ាងណាសេចក្តីស្លាប់ក៏អត់អាចត្រឡប់មករកអត្ថភាពនេះវិញដែរដូចគ្នាពីហ្នឹងដូចគ្នាទេព្រោះស្លាប់ដូចគ្នាតែយើងស្គាល់តែស្លាប់មួយគឺស្លាប់មែនទេស្លាប់មួយអត្ថភាពដោយសន្មតប៉ុន្តែខនិកៈមរណៈគឺមរណៈដោយបរមត្តធម៌ពីមួយខណៈទៅមួយខណៈនេះក៏ស្លាប់ដែរតែយើងមិនបានគិតចិត្តមុនកើតចិត្តមុនបានកើតតែរលត់បាត់ទៅហើយមិនត្រឡប់មកកើតវិញទៀតទេចិត្តមុននឹងនោះរលត់បាត់ទៅហើយហ្នឹងហើយចិត្តមុនដែលយើងសម្គាល់ថាជាយើងណាចិត្តយើងហ្នឹងមិនក៏មិនយំស្ដាយចិត្តយើងពីថ្ងៃមុនផងទៅបើវារលត់អត់ត្រឡប់មករកយើងវិញផងនោះមិនក៏មិនយំស្ដាយទៅហ្នឹងហើយពីព្រោះវារលត់ដូចគ្នាហ្នឹងហើយហ្នឹងគ្រាន់តែបញ្ជាក់ឲ្យយល់អំពីបច្ចុប្បន្នតៃតអនាគតអញ្ចឹងទៅណាឲ្យបានយល់ពីអត្តន័យខ្លឹមសារថាការដឹងធម៌ដែលជាបច្ចុប្បន្នហ្នឹងគឺដឹងនៅរូបធម៌នាមធម៌ដែលកំពុងកើតប្រកបក្នុងបច្ចុប្បន្នខណៈនេះឲ្យឃើញថាជាធម៌ឬក៏ជានាមធម៌រូបធម៌ប៉ុណ្ណោះបាទប្រាសចាសត្វបុគ្គលតួខ្លួនទាំងអស់គឺត្រឹមតែជារូបធម៌និងនាមធម៌នេះឈ្មោះថាស្គាល់បច្ចុប្បន្ន
សូមអនុមោទនានឹងឯធម្មទានក្នុងខណៈនេះបណ្ដឹងចោពោលអំពីទានអំពីសិលអំពីបរមត្តធម៌នានាណាសូមពុទ្ធបរិស័ទទាំងអស់ត្រេកអរអនុមោទនាធម្មទាននេះទាំងអស់គ្នាសូមអនុមោទនា